អំណានការផ្សព្វផ្សាយពីផលអាក្រក់នៃថ្នាំជក់ចូលអានអត្ថបទខាងក្រោមរួចឆ្លើយនឹងសំណួរសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកលើវិស័យកសិកម្មអាស្រ័យហេតុនេះហើយបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើការពង្រីកដំណាំឧស្សាហកម្មស្ទើរគ្រប់ទីកន្លែងក្រសួងកសិកម្មក៏បានយកចិត្តទុកដាក់ផ្សព្វផ្សាយនិងពន្យល់ដល់កសិករឲ្យខំដាំដំណាំផ្សេងៗដែលបម្រើឲ្យឧស្សាហកម្មជាក់ស្ដែងកាលពីចុងខែមិថុនាឆ្នាំ2007កន្លងទៅនេះបុគ្គលិកមន្ទីរកសិកម្មខេត្តកំពង់ចាមបានចុះទៅសួរសុខទុក្ខប្រជាជនក្នុងស្រុកក្រូចឆ្មារដែលនិយមដាំដំណាំថ្នាំជក់តាំងពីយូរណាស់មកហើយជាមួយនេះដែរអស់លោកបានពន្យល់ពីផលអាក្រក់នៃការដាំថ្នាំជក់ពួកគាត់បានពន្យល់ថាការដាំថ្នាំជក់ទាមទារពលកម្មខ្លាំងនិងចំណាយប្រាក់ច្រើនសម្រាប់ទិញជីនិងថ្នាំសម្លាប់សត្វល្អិតចំណែកផលទទួលបានមិនចំណេញប៉ុន្មានឡើយម្យ៉ាងទៀតអ្នកដាំថ្នាំជក់រងគ្រោះថ្នាក់ក្នុងការងារជាច្រើនដោយការប៉ះពាល់ថ្នាំសម្លាប់សត្វល្អិតនិងការពុលដោយសារធាតុគីមីពុលនីកូទីនកុមារនិងមនុស្សពេញវ័យច្រើនទទួលរងគ្រោះដោយការជ្រាបចូលនៃនីកូទីនតាមស្បែកនៅពេលពួកគេប៉ះពាល់ថ្នាំប៉ះពាល់ស្លឹកថ្នាំជក់ធ្វើឲ្យគេចង់ក្អួតឈឺក្បាលពិបាកដកដង្ហើមអស់កម្លាំងវិលមុខលាក់នឹងលាក់បន្ថែមលើនេះទៀតកសិករត្រូវកាប់បំផ្លាញព្រៃឈើយ៉ាងច្រើនដើម្បីយកមកសម្ងួតនិងចំហុយស្លឹកថ្នាំដែលជាហេតុធ្វើឲ្យជាតិខាតបង់យ៉ាងច្រើននៅទីបញ្ចប់គេបានណែនាំប្រជាកសិករឲ្យងាកមកដាំដំណាំកសិឧស្សាហកម្មមានដំឡូងអំពៅល្ហុងខ្វងស្វាយចន្ទីវិញព្រោះវាផ្ដល់ប្រាក់ចំណូលច្រើនជាងការដាំថ្នាំជក់ហើយមិនបង្កគ្រោះថ្នាក់ទៀតផង